អូខេជំរាបសួរអ្នកទាំងអស់គ្នាគ្រូសម្បត្តិគឺមកដល់ហើយណាអញ្ចឹងថ្ងៃនេះគឺគ្រូសម្បត្តិបានមកតាមសំណើវត្ថុស័ក្តិសិទ្ធិហើយគ្រូសម្បត្តិគឺជាកូនសិស្សរបស់គ្រូម្ដងការជាគ្រូចិត្តវិញ្ញាណដំដាប់លោកដែលសាងខ្លួននៅលោកអនឡាញ10ឆ្នាំឆ្អិននឹងទីផ្សារ marketing ហើយនឹងច្បាប់ដំដាប់លោកហើយក៏គ្រូសម្បត្តិបានចេញមកសាងរួមជាមួយគ្រូម្ដងការដែលខ្ញុំបានសិក្សាទាំងក្នុងប្រទេសក្រៅប្រទេសដែលមកអភិវឌ្ឍនៅខ្សែជីវិតរបស់គ្រូសម្បត្តិណាឲ្យមានលទ្ធផលបែបខ្ញុំអត់ប្រៀបធៀបតែពេលដែលខ្ញុំអនុវត្តបានផលហើយខ្ញុំសាងរួមជាមួយគ្រូម្ដងការអ្នកនរគឺទទួលបានជាមួយនឹងយកទៅជួយកូនសិស្សខាងក្រោមឬក៏ម្ចាស់អាជីវកម្មឲ្យគាត់រីកចម្រើនថ្ងៃនេះគ្រូសម្បត្តិបានចេញជាវីដេអូក៏ចងក្រងគឺជាមួយនឹងការចម្រាញ់នៅខីដែលខ្ញុំបានជួបគ្រូបាអាចារ្យរបស់ខ្ញុំដេ22ថ្ងៃឬក៏ផតជាច្រើនដែលខ្ញុំរៀនក៏ខ្ញុំយកមកចម្រាញ់ចេញនៅក្នុងដេនេះគឺខ្ញុំរៀបឡើង14ថ្ងៃតែម្ដងគឺ14ថ្ងៃផ្លាស់ប្ដូរនៅជោគវាសនាថ្មីនៃជីវិតតាមច្បាប់ដណ្ដាប់លោកអញ្ចឹងគ្រូសម្បត្តិគឺយកបើថាចងក្រងចម្រាញ់ជាយាមយកមកជួយបងប្អូនទាំងអស់គ្នាឲ្យយកទៅធ្វើឲ្យអនុវត្តបានផលប៉ិតអញ្ចឹងគ្រូសម្បត្តិក៏យកវីដេអូនេះក៏ទៅផុសជាមួយនឹងការដាក់ជាមួយនឹង page មិនថា YouTube ទេចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញហើយបុគ្គលដែលបនដល់ទ្របកើនសូមវត្ថុស័ក្តិសិទ្ធិចក្រវាលទាំងអស់បង្ហាញផ្លូវឲ្យបានឃើញវីដេអូរបស់គ្រូសម្បត្តិហើយយកទៅអនុវត្តដែលគាត់ជឿសទ្ធាមានបានផលបែបអភិនិហាបំផុតអ្នកនរគ្នាណោះអញ្ចឹងបុគ្គលដែលបនដល់ទ្របកើនអ្នកមាននិស្ស័យជាមួយគ្រូសម្បត្តិមាននិស្ស័យជាមួយចក្រវាលវត្ថុស័ក្តិសិទ្ធិដែលមាននិស្ស័យជាមួយនឹងច្បាប់លំដាប់លោកច្បាប់នៃដួងចិត្តវិញ្ញាណហើយច្បាប់នេះមិនមែនច្បាប់បែបណាអូមអាមប្រូប្រែទេគឺជាច្បាប់ដែលយើងចេះប្រើនឹងការដួងចិត្តវិញ្ញាណខាងក្នុងដែលចេះទាញអតិទេពដ៏ស័ក្តិសិទ្ធិនៅក្នុងខ្លួនយកមកសាងរួមសម្រាប់គ្រប់អំណងប្រាថ្នាអញ្ចឹងគ្រូសម្បត្តិក៏បានសិក្សាហើយយកមកអភិវឌ្ឍនៃជីវិតរបស់ខ្ញុំផ្លាស់ប្ដូរខ្សែជីវិតរបស់ខ្ញុំរយៈពេល2ឆ្នាំជាងដែលខ្ញុំជួបគ្រូម្ដងការក៏ខ្ញុំបានចម្រាញ់ជាមួយនឹង D14 ថ្ងៃនេះចេញទៅជួយបងប្អូនអរគ្នាដែលគាត់ជឿសទ្ធាហើយមាននិស្ស័យជាមួយគ្រូសម្បត្តិតែម្ដងពេលដែលគាត់មាននិស្ស័យគាត់មើលហើយគាត់គិតថាចូលដល់មើលហើយគិតថាជ្រាបគាត់នឹងតាំងចិត្តយកទៅអនុវត្តចាប់ពី D1 រហូតដល់ D14 ថ្ងៃតែម្ដងព្រោះខ្ញុំចម្រាញ់គឺ D14 ថ្ងៃនេះគឺមិនមែនបែបណាទេគឺខ្ញុំយកបទពិសោធន៍របស់ខ្ញុំលទ្ធផលរបស់ខ្ញុំមកចម្រាញ់ចែកជូនបងប្អូនដែលចក្រវាលបញ្ជូនឲ្យប្រាប់ថាគ្រូសម្បត្តិដល់ពេលជួយមនុស្សពិតប្រាកដបុគ្គលណាដែលមាននិស្ស័យអ្នកនឹងបានជួបអ្នកហើយយកទៅអនុវត្តបានផលហើយបុគ្គលអ្នកគិតថាចង់ឲ្យកាន់តែជឿនច្បាស់អាចផ្ដល់ឱកាសខ្លួនឯងបានអញ្ចឹងសម្រាប់ដែលគីដំបងដែលគ្រូសម្បត្តិកេតខ្លាំងមែនទែនដែលគ្រូសម្បត្តិបានរៀនជាមួយនឹងច្បាប់លំដាប់លោកទាំងក្នុងប្រទេសក្រៅប្រទេសគឺគ្រូសម្បត្តិទទួលបានជាមួយនឹងសមិទ្ធផលនៃផ្លាស់ប្ដូរជីវិតធ្លាប់អតីតនោះគឺហត់នឿយខ្លាំងខ្ញុំរកស៊ីអបឡាញគឺហត់នឿយខ្លាំងជាមេដាដែល100ដែលជាស្ត្រីដែលមិនមានផ្លូវចិត្តរឹងមាំទុនខ្សោយហើយជីវិតគ្រួសារមានសុភមង្គលទេប៉ុន្តែពេលដែលខ្ញុំរៀនហើយគឺខ្ញុំមានលទ្ធផលជីវិតគ្រួសារគឺខ្ញុំជោគជ័យในជីវិតគ្រួសារតែម្ដងជីវិតជោគជ័យគ្រួសារហើយនឹងការរកស៊ីរបស់ខ្ញុំគឺរីកចម្រើនហើយគឺខ្ញុំកាត់បន្ថយភាពហត់ឬក៏ដឹងក្បួនពីការជាពិសេសបំផុតគឺការក្បួននៃការតបជាប់ជាមួយវត្ថុស័ក្តិសិទ្ធិគឺបានផលលឿនតែម្ដងគឺបានផលលឿនតែម្ដងប្រើអំណាចដួងចិត្តឲ្យមិនញីត្រង់ពេលដែលរៀនច្បាប់ដាប់លោកគឺសូមបើកវងកញ្ចក់គឺអត់ដោយអតីតមិនតាន់រៀនទេគឺអតីតគឺខ្ញុំអុជធូបតែងតែអុជធូបជាមួយជំនាញផ្ទះជំនាញតូចជំនាញរោងតែងតែទៅរកគ្រូស្រោចទឹក ABC ជាច្រើនតែពេលដែលខ្ញុំបានស្គាល់ច្បាប់នេះគឺខ្ញុំអត់ពិបាកទៅចេញទៅលោកខាងក្រៅគឺខ្ញុំចេះប្រើនៅភាពស័ក្តិសិទ្ធិនៅក្នុងខ្លួនរបស់ខ្ញុំចេញមកសាងរួមជាមួយខ្ញុំគឺខ្ញុំអត់សូវប្រើធូបទាំងអស់គឺចាំបាច់បានខ្ញុំប្រើអញ្ចឹងការដិតរបស់ខ្ញុំគឺម្សល់ទាំងដៃព្រោះយើងអុជមានជំនាញផ្ទះមានជំនាញរោងមានប្រភូមិគឺជាច្រើនតែឥឡូវគឺខ្ញុំជួបគ្រូម្ដងការខ្ញុំបានស្គាល់ច្បាប់ម្ដងលោកគឺខ្ញុំកាត់បន្ថយធូបគឺមិនដែរអស់ខ្ញុំពីវាខែមទាំងអស់មកតសៃយ៉ាងថាកន្លះឆ្នាំមិនតន់អុចម្ដងព្រោះខ្ញុំអត់ត្រូវការគឺខ្ញុំចេះប្រើភាពស័ក្តិសិទ្ធិនៅក្នុងខ្លួនរបស់ខ្ញុំតែការតបជាប់ជាមួយនឹងវត្ថុស័ក្តិសិទ្ធិបានផលពិតគឺកំងតែម្ដងតែចំណុចនេះគឺមានចំណុចពិសេសជាច្រើនតែគឺញាតអស់តែខ្ញុំសូមយកតែចំណុចពិសេសត្រឹមតែ5%យកមកចែកនៅក្នុងវីដេអូនេះតែម្ដងអញ្ចឹងចូលមកហើយឃើញវីដេអូគ្រូសម្បត្តិ share copy link follow ឬក៏ subscribe ជាមួយ YouTube មកដាមសម្បត្តិទាំងអស់គ្នាណាដើម្បីសាងបុណ្យឲ្យយកចំណេះដឹងទៅអនុវត្តនៃជីវិតឲ្យអ្នករីកចម្រើនទាំងអស់គ្នាណាអញ្ចឹងបើជឿសទ្ធាជួយ subscribe ឲ្យច្រើនហើយ share ជំក្រាឲ្យច្រើនអស់គ្នាហើយក៏ជាស្អែកបើគ្រូសម្បត្តិនិយាយទៅលោកចំណុចខុសកន្លែងណាសំខាន់តែគ្រូសម្បត្តិគឺជាបុគ្គលដែលចាប់សាងពីចំណុច0រហូតមកដល់ថ្ងៃនេះគឺជាបុគ្គលដែលបានចំណេះដឹងពីគ្រូបាអាចារ្យនឹងការខិតខំប្រឹងប្រែងនឹងការសាងរៀនជាមួយចំបាប់ដំដាប់លោកឲ្យខ្ញុំមានលទ្ធផលចេញមកចែករំលែកបងប្អូនអរគ្នាដោយក្តីស្រឡាញ់ចំណុចទី1ណាបើសិនជាអ្នកទាំងអស់គ្នាចង់បាននៅជីវិតផ្លា
កម្មមិនរីកឬក៏ជីវិតមិនមានសុភមង្គលជួបតែបញ្ហាងងឹត8ទិសអ្នកអាចយក key day មួយនេះទៅអនុវត្តបានគ្រូសម្បត្តិសូមចែកតែ5%ប៉ុណ្ណោះព្រោះចែកច្រើនលុះត្រាតែយើងធ្វើរឿងនេះតែសូមយកអាចចំណុចពិសេស5%យកមកចែកបងប្អូនអញ្ចឹងចំណុចទី1បើសិនពេលនេះអ្នកកំពុងតែទូចិញ្ចាំងកំពុងតែបាក់ទឹកចិត្តកំពុងតែជួបរឿងរ៉ាវមិនល្អចូលអ្នកយក key គ្រូសម្បត្តិទៅមើលវីដេអូទៅមើលកន្លែងស្ងាត់កន្លែងដែលអ្នកស្ងាត់មិនថាបន្ទប់ទឹកឬកន្លែងដែលអត់មានមនុស្សដែលឮសំឡេងអ្នកផ្សេងមានតែអ្នកហើយនឹងវីដេអូរបស់គ្រូសម្បត្តិនឹងចាក់ក្បាលប៉ុណ្ណឹងអញ្ចឹងចាប់ដើមណោះចំណុចពិសេសគឺការសំណឹកដឹងគុណឯងនិងសូមទោសគុណឯងដល់គ្នាពេលដែលយើងចាប់ដើមរៀនជាមួយនឹងច្បាប់សម្រាប់លោកដំបងគឺ moment ដែលដំបងបំផុតយើងគឺចាប់ដើមរៀនគឺយើងអត់ចេះអីទេជីវៈដំបងគឺយើងមកសំណឹកដឹងគុណខ្លួនឯងតែម្ដងសំណឹកគុណបែបណាគឺមកអង្គុយមុខកញ្ចក់ហើយប្រារម្ភដកដង្ហើមចូលប្រឡែងដង្ហើមចេញដកដង្ហើមចូលប្រឡែងដង្ហើមចេញ3ដងហើយក៏យកដៃទាំងពីររបស់យើងមកអោបជាមួយនឹងរាងកាយរបស់យើងដល់ណែនហើយក៏បានថ្មេកនិយាយថាគ្រូសម្បត្តិខ្ញុំសែនអរគុណអ្នកបំផុតខ្ញុំសែនដឹងគុណអ្នកបំផុតដែលអ្នកដើររួមជាមួយខ្ញុំរយៈពេលជាច្រើនឆ្នាំធ្វើឲ្យខ្ញុំបានឆ្លងកាត់នៅរឿងរ៉ាវគ្រប់យ៉ាងឲ្យខ្ញុំស្គាល់បទពិសោធន៍ហើយអ្នកនៅតែងតែនៅក្បែរខ្ញុំគ្រប់វិនាទីអ្នកហៅឈ្មោះខ្លួនឯងហើយឈ្មោះខ្លួនឯងនិយាយល្អគ្រប់យ៉ាងទាំងអស់ពេលដែលអ្នកនិយាយ fill in ដែលក្តីស្រឡាញ់ដែលបេះដូងអ្នកនឹងចូលដល់អ្នកនឹងមានក្តីសុខពេលដែលអ្នកមានក្តីសុខហើយអ្នកត្រូវតែប្រើ key បន្ទាប់គ្រូសម្បត្តិខ្ញុំសូមទោសអ្នកណាដែលរយៈពេលកន្លងជាច្រើនឆ្នាំនេះដែលខ្ញុំបានទុកអ្នកចោលបានធ្វើឲ្យអ្នកលំបាកឲ្យអ្នកសោកសៅឲ្យអ្នកវិតវាថាមានដាក់ដៃ100គិតរឿង ABC ពេលខ្លះរឿងមិនមែនរឿងខ្លួនឯងផងអ្នកតែងតែពិបាកចិត្តអ្នកតែងតែស្មុគស្មាញអ្នកតែងតែគិតរឿងគេពេលខ្លះគិតរឿងប្តីខ្លាំងពេកដេកយំពេលខ្លះខឹងកូនតូចចិត្តស្មុគស្មាញជាច្រើននេះហើយគឺជាគីដែលគ្រូសម្បត្តិបានធ្វើប៉ុន្តែអ្នកនរគ្នាពេលដែលអ្នកធ្វើដល់អារម្មណ៍ feel in អារម្មណ៍ពេលនេះគឺក្តុកក្តួលតែគ្រូសម្បត្តិគឺក្តុកក្តួលខ្លាំងមែនតើតែឥឡូវគឺអត់ក្តុកក្តួលទេព្រោះអីគ្រូសម្បត្តិបានធ្វើរយៈពេល2ឆ្នាំនេះគឺខ្ញុំទទួលបាននឹងលៀងអវិជ្ជមានពីរាងកាយរបស់ខ្ញុំបានសុំទោសបានដឹងគុណគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសេចក្តីសុខគ្រប់យ៉ាងតែខ្ញុំធ្វើបញ្ជាក់ប្រាប់បងប្អូនថាសូមអ្នកប្រារម្ភដោយ feel in អញ្ចឹងអ្នកមានក្តីសុខអ្នកអរគុណហើយអ្នកសុំទោសខ្លួនឯងគ្រប់យ៉ាងហើយរឿងរ៉ាវដែលអ្នកធ្វើឲ្យខ្លួនឯងលំបាកទឹកភ្នែកបែបណាអ្នកសុំទោសឲ្យអស់ពីចិត្តហើយខ្ញុំក្តីសុខហើយមកសន្យាខ្ញុំដែរថាចាប់ពីថ្ងៃនេះតទៅខ្ញុំលែកឲ្យអ្នកលំបាកខ្ញុំលែកឲ្យអ្នកគិតរឿងអ្វីដែលផ្ដេសផ្ដាស់យករឿងសម្រាប់ដាក់ក្នុងខួរក្បាលឬក៏គិតរឿងគេឲ្យខ្លួនឯងលំបាកទៀតហើយខ្ញុំនឹងសន្យាថាខ្ញុំនឹងថែរក្សាអ្នកឲ្យបានល្អបំផុតឲ្យអ្នកមានសម្រស់ស្រស់ស្អាតឲ្យអ្នកមានក្តីសុខឲ្យអ្នករីករាយគ្រប់ពេលឲ្យអ្នកធ្វើអ្វីបែបស្រួលស្រួលឲ្យអ្នកគឺជាបុគ្គលដែលគិតល្អធ្វើល្អនិយាយជាមួយខ្លួនឯងអញ្ចឹងហើយអ្នកនរគ្នាគឺអ្នក feel in ហើយគ្រប់យ៉ាងអ្នកសន្យាខ្លួនឯងហើយអ្នកមានអារម្មណ៍បែបណាតែនេះគឺជាការធ្វើ workshop ដើម្បីឲ្យបងប្អូនអ្នកនរគ្នាបានឃើញប៉ុណ្ណោះគ្រប់យ៉ាងពេលដែលអ្នកធ្វើហើយអ្នកនឹងមានអារម្មណ៍មួយថាខុសពីធម្មតាអ្នកនឹងមានអ្វីដែលខុសពីធម្មតាអ្នកនឹងមានអារម្មណ៍ស្រឡះចិត្តមែនអត់ពេលដែលអ្នកស្រឡះចិត្តហើយអ្នកក្តីសុខហើយអ្នកចេញទៅធ្វើការងារអ្នកដោយរីករាយបំផុតហើយចាំស្ដាប់បន្ត day 2នេះគឺជា day 1ដែលគ្រូសម្បត្តិចងក្រងមកគឺធ្វើសពប៉ុណ្ណោះប៉ុន្តែបុគ្គលដែលជឿសទ្ធាយកទៅអនុវត្តអ្នកនឹងទទួលលទ្ធផលបានហើយកុំភ្លេចណាធ្វើនៅមុខកញ្ចក់ដែលកន្លែងដែលស្ងាត់បំផុតដោយក្តីស្រឡាញ់បើជឿសទ្ធាចាំធ្វើបើមិនជឿមិនបាច់ធ្វើតែkhiនេះគឺបានផលខ្លាំងបំផុតដែលគ្រូសម្បត្តិបានកាន់សាងលើខ្ទង់ម៉ឹងខ្ទង់$100ចូលក្នុងកណ្ដាប់ដៃបែបអភិនិហាហើយការផ្លាស់ប្ដូរខ្លួនឯងមានសេរីភាពតែងខ្លួនស្អាតស្អាតជាបុគ្គលអ្នកជាគ្រូជាខូចល្បីនៅក្នុងសង្គមសសរបែបខ្ញុំអត់ប្រៀបធៀបអញ្ចឹងនេះហើយគឺជាការសាងនៅដំបូងដែលអ្នកចង់រៀនច្បាប់សម្រាប់លោកឬក៏ច្បាប់ស្រុកទាញឲ្យបានផលអ្នកចំណុចដំបូងអ្នកធ្វើខីនេះឲ្យស្រឡះសិនហើយចាំមានខីបន្តទៀតអរគុណបំផុតណាគឺសម្បត្តិអរគុណខ្លាំងវីដេអូនេះបុគ្គលដែលបន្តត្រប់ការអ្នកនឹងមើលយកទៅអនុវត្តបានផលគ្រប់យ៉ាងអរគុណគ្រូម្ដងការជាគ្រូចិត្តវិញ្ញាណដល់លោកដែលដឹកនាំឲ្យគ្រូសម្បត្តិមានសមត្ថភាពផ្លាស់ប្ដូរនឹងខ្សែជីវិតត្រឹមតែមួយប្រេចភ្នែកអរគុណច្បាប់សម្រាប់លោក